សូមជូនរឿងនៅភេលីវគ្គទី1ភាគទី2មិនជាមនុស្សឆេវឆាវបន្តិចតែចិត្តល្អណាស់ហើយក៏ចូលចិត្តឈឺឆ្អាលរឿងគេណាស់ដែរបើមិនដោយទុកយូរម្ចាស់អូប័រអាចនឹងស្លាប់បានមេឃបន្លត់ម៉ាស៊ីនទូករួចស្រវាក់ខ្សែពូដែលចងជាប់នឹងបង្គោលក្តោងទូកយកចុងខ្សែមកចងជាប់នឹងចង្កេះរបស់គេមេនប់កន្ត្រាក់មើលដឹងថាជាប់ហើយទើបហក់ចុះទៅក្នុងទឹកហើយទៅស្រង់អ្នកលងទឹកពេលដែលដៃរបស់គេស្រវាយអោបម្ចាស់អូប័រជាប់ក៏ទទួលអារម្មណ៍ដឹងថាជាមនុស្សស្រីព្រោះទ្រង់ក្រពុំណែនកំពុងផ្អាប់ជាប់មកលើទ្រង់របស់មេឃតែមេនប់គ្មានពេលមើលមុខនាងច្បាស់ទេអ្នកកំឡោះទាញខ្សែពួរបង្ខាត់ខ្លួនបន្តិចម្ដងតម្រង់ទៅទុកវិញដៃម្ខាងទៀតអោបចង្កេះនារីនេះជាប់តម្រាំបានដល់ទុកហើយស្ទួយខ្លួននាងឡើងផុតមកដល់លើទុកមេឃហត់ដកដង្ហើមសឹងមិនដល់គ្នាភ្លៀងចិត្តរាំងហើយនៅសល់តែស្បៃដំណក់ទឹករលឹមផ្សែងក្រូចទឹករលកក៏ស្ងប់មិនកញ្ជ្រោលខ្លាំងទៀតធ្វើឲ្យទុករបស់មេឃអាចបណ្ដែតខ្លួនលើទឹករលកតាមសម្រួលហើយនារីដែលនរៈសង្ហាបានស្រង់ពីក្នុងទឹកនោះជានារីវ័យក្មេងអាយុប្រហែល22ឬ23ឆ្នាំស្លៀកពាក់ខោអាវកីឡារឹបរៀងបង្ហាញដងកាយស្រលូនល្អណាស់ទោះបីស្ថិតក្នុងភាពទ្រុឌទ្រោមខ្លួនទៅទឹកជោកមកស្លេកស្លាំងក៏សម្រស់របស់នាងមិនបាត់បង់ដែរខណៈពេលនេះនាងប្រៀបដោយបកផាក្រោមដំណក់ភ្លៀងស្រស់ស្អាតទន់ភ្លន់តាក់ទាញកែវភ្នែកកំឡោះមេឃឲ្យនៅមួយកន្លែងឥតងាករេទៅហើយតើតែលើកសំឡេងនាងក្អកព្រោះឆ្លក់ទឹកទៅមេឃភ្ញាក់ព្រឺតស្រវាយជួយសង្កត់ចុងដង្ហើមនាងឲ្យខ្ពុលទឹកចេញមកឲ្យអស់ទៅស្រស់ស្រីដកដង្ហើមបានស្រួលជាងមុនឃើញខ្លួននាងទៅទឹកជោកមេនប់ឆុងយកអាវនៃសាត្រីរបស់គេនៅក្នុងថង់ដែលຕົកប្រចាំលើទូកសម្រាប់ផ្លាស់ប្ដូរមកដណ្ដប់លើខ្លួនឆោមល្អជំនួសភួយទាំងមិននិយាយអ្វីទាំងអស់ព្រោះគេជាមនុស្សតិចពាក្យសម្ដីមិនដឹងនិយាយពីត្រង់ណាមុននាងក្រមុំអោបអាវគេដែលក្រោបពីលើខ្លួននាងជាប់ប៉ុន្តែនាងនៅតែរងាញាក់ចង់រឹងពោះទៅហើយរងារហូតដល់បបោមាត់ទៅជាពណ៌ស្វាយហើយញ័រទៅត្រើតនិយាយមិនចាញ់ព្រោះនាងត្រាំក្នុងទឹកយូរពេកមិនតច្រកបងអង្គយូរមិនបានទៀតទេកំឡោះខ្មៅស្រស់ដល់អាវទៅទឹករបស់គេចេញរួចស្រវាយអោបស្រស់ស្រីយ៉ាងណែនផាប់មកលើទ្រូងដល់ណែនហាប់និងកក់ក្ដៅរបស់គេភ្លាមដំបងឆោមល្អដូចជាហាមាត់ចង់ស្រែកតែនាងស្រែកមិនរួចទីបំផុតនាងក៏សំងំស្ងៀមក្នុងរង្វង់ដៃរបស់អ្នកកំឡោះតាមសម្រួលព្រោះនាងក្រមុំក៏ទទួលអារម្មណ៍ថាចំហាយក្ដៅចេញពីរាងកាយអ្នកកំឡោះអាចជួយឲ្យនាងបាត់រងាបន្តិចម្ដងហើយក៏កក់ក្ដៅយ៉ាងចម្លែកម៉ាណាវីសំងំក្នុងរង្វង់ដៃមាននប់ទាំងអ៊ីនខ្មាស់តែក៏តច្រកដូចគ្នាហេតុការណ៍ចៃដន្យបែបនេះប្រៀបដូចចំណាកនៃព្រំលិខិតដែលតម្រូវឲ្យគេទាំងពីរបានជួបគ្នានៅលើផ្លូវគ្រោះថ្នាក់តែបែរជាត្រួសត្រាយអនុស្សាវរីយ៍មួយដោយឥតព្រៀងទុកទៅវិញទុករបស់មេឃគ្មានអ្នកបញ្ជាក៏អណ្ដែតតាមទឹករលករកគោលដៅឲ្យប្រកាសមិនបានមិនខុសពីជីវិតមនុស្សពេលខ្លះក៏ត្រូវបណ្ដោយឲ្យអណ្ដែតតាមរលកវាសនាតតាំងតវ៉ាអ្វីក៏មិនបានឃើញនាងក្រមុំដូចជាអន់ញញែកបន្តិចហើយអ្នកកំឡោះក៏ដកដៃចេញពីកាយល្វត់ល្វន់សន្សំទាំងក្នុងចិត្តដូចជាសោកស្ដាយយ៉ាងម៉េចមិនដឹងមិនជាកំឡោះដែនកោះជួបតែនារីក្នុងភូមិនេសាទក្រីក្រ
មិនចេះតបតែងកាយហើយក៏គ្មានចំណេះដឹងគ្មាននារីណាម្នាក់អាចតាក់ទាញចិត្តគេឲ្យកម្រើកញាប់ញ័របានឡើយតែគ្រានេះបេះដូងរបស់គេស្រាប់តែលោតចង់ខុសចង្វាក់ពេលបានក្រសោបកាយនារីដ៏ស្រស់ស្អាតហើយថែមទាំងមានរឹកពីស្រកត់ស្រគំតន់ភ្លន់ដោយចៃដន្យបែបនេះមិនធ្វើជាអត់មើលទៅចំណត់ទូកអូឈើទាលដែលអាចមើលឃើញយ៉ាងច្បាស់បានន័យថាទូករបស់គេមកដល់អូឈើទាលហើយរួចវិចារតិចតិចបន្លប់សំឡេងបេះដូងរបស់គេដែលកំពុងតែលោតញាប់រន្ថិននោះដល់ឆ្នេរអូឈើទាលហើយយើងផុតគ្រោះថ្នាក់ហើយសំទោសមុននេះខ្ញុំធ្វើព្រោះចាំបាច់ពេកកុំប្រកាន់នឹងខ្ញុំអីមិនជាមនុស្សចិត្តត្រង់នឹកឃើញត្រង់ណានិយាយត្រង់នោះមិនចេះរៀបពីរៀបសម្ដីតន់ភ្លុនផ្អែមល្ហែមអ្វីទេនាងក្រមុំអោបអាវគេដែលដណ្ដប់លើខ្លួននាងធ្វើមុខអំអៀនខ្ញុំត្រូវអរគុណបងប្រុសដែលជួយជីវិតខ្ញុំមិនមែនត្រូវប្រកាន់ជាមួយបងទេអរគុណបងណាស់មុននេះខ្ញុំស្មានថាខ្ញុំត្រូវស្លាប់នៅក្នុងសមុទ្របាត់ទៅហើយមេឃរាដៃមិនអីទេមិនអីទេកូនស្រីស្អីប៉ុណ្ណឹងនោះអ្នកនាងប្រហើនពេកហើយនឹកឃើញយ៉ាងម៉េចជីអូបកាត់សមុទ្រម្នាក់ឯងសមុទ្រមិនមែនជាកន្លែងសម្រាប់ស្រីដើរកំសាន្តទេមកពីខ្ញុំធ្លាប់ឆ្លងទៅលេងលើកោះច្រើនដងដែរចៃដន្យថ្ងៃនេះជួបខ្យល់ជួបភ្លៀងហើយអូបរបស់ខ្ញុំក៏ខូចទៀតមិនថយទៅអង្គុយបានឆេះម៉ាស៊ីនទុកវិញណោះហើយចោះពេលនេះអ្នកនាងក៏ផុតគ្រោះថ្នាក់ហើយខ្ញុំជូនអ្នកនាងដល់កំពង់អូឈើទាលថ្ងៃក្រោយឈប់ចុះសមុទ្រម្នាក់ឯងទៀតសំណាងល្អមិនមែនរត់រកអ្នកនាងរហូតទេស្រីស្រស់ហួសចិត្តនឹងពេលសម្ដីរបស់មេឃមើលទៅគេដូចជាចង់បង្ហាញការយកចិត្តទុកដាក់តែនិយាយចេញមកសោះក៏ក្រោះដូចបញ្ជាបន្តិចសម្លុតបន្តិចយ៉ាងម៉េចមិនដឹងតែឆំល្អបែកជាពេញចិត្តនឹងមនុស្សនិយាយត្រង់មិនបាត់បែនមិនលាក់កំនួចដូចជាគេទៅវិញចាហេតុការណ៍លើកនេះច្បាស់ជាស្ថិតក្នុងការចងចាំរបស់ខ្ញុំរហូតហើយខ្ញុំមិនឲ្យជួបជាលើកទី2ទេខ្ញុំឈ្មោះចន្ទ្រាចុះបងប្រុសឈ្មោះអ្វីដែរបងជាអ្នកនេសាទមែនទេអ្នកកំឡោះសម្លឹងវងភ័ក្រដោយគំនូរបស់ស្រស់ស្រីភ្លឹកទាំងឆ្លើយតបចន្ទ្រាមិនក៏គប់ជូនគ្នាយ៉ាងនេះគេជាមេឃនាងជាដួងចន្ទ្រាចៃដន្យជួបគ្នាដោយគូពីព្រេងតែម្ដងហើយសំឡេងពីរស្រទន់របស់ចន្ទ្រាបញ្ញស្មារតីមានប់សង្ហាឲ្យភ្ញាក់ខ្លួនស្វាងអស់អារម្មណ៍រវើរវាយស្រស់ស្រីអត់មើលមកអ្នកកំឡោះបងប្រុសយ៉ាងម៉េចហ្នឹងមានប់សាច់ស្រស់អូខ្ញុំគ្រាន់តែចម្លែកចិត្តពេកមិនគប់ជូនដល់ម្លឹងអ្នកនាងឈ្មោះចន្ទ្រាចំណែកខ្ញុំឈ្មោះមេឃប៉ុន្តែមេឃខ្ញុំនេះមិនមែនជាមនុស្សខ្ពង់ខ្ពស់ដូចឈ្មោះទេគឺជាអ្នកនេសាទធម្មតាប៉ុណ្ណោះធីតាសោភីលួចមើលមកគេបន្តិចព្រោះមុននេះនាងអៀនមិនហ៊ានមើលមកគេចំផងការពិតទៅគេជាប្រុសដែលសង្ហាបែបជាប្រុសខ្មែរច្រមុះស្រួចសម្បោខ្មៅបន្តិចតែរំលេចថ្មិញសក់ក្បោសពេលគេសើចបែបនេះស្រស់ណាស់ភាពខ្ពង់ខ្ពស់ថ្លៃថ្នូររបស់មនុស្សគឺស្ថិតនៅលើចរិតពាក្យសម្ដីនិងទឹកចិត្តល្អស្មោះត្រង់មិនមែនស្ថិតលើទ្រព្យឬវណ្ណៈទៅខ្ពង់ខ្ពស់នោះទេបងប្រុសមានទឹកចិត្តសមនឹងឈ្មោះប៉ាត់មែនបងជួយជីវិតខ្ញុំទាំងមិនដឹងថាខ្ញុំជានរណាបងប្រុសប្រថុយជីវិតកណ្ដាលរលកសមុទ្រដើម្បីជួយជីវិតមនុស្សម្នាក់ដែលមិនធ្លាប់ស្គាល់គ្នាសោះបងជាមនុស្សល្អពិបាកនឹងរកបាន
ជាមេឃដែលធំឥតព្រំដែនមេឃញាក់ចិញ្ចើមដាក់នាងក្រមុំអេស្ដាប់អ្នកនាងនិយាយដូចខ្ញុំនេះអស់ចាដល់ហើយខ្ញុំមានអំណួតភ្លេចខ្លួនមិនបានទេអូអ្នកនាងរវល់តែនាំខ្ញុំនិយាយធ្វើឲ្យខ្ញុំវង្វេងទិសអស់ទុកនេះមិនដឹងជាចង់បើកតាណាទេទុកម៉ាស៊ីនរបស់មេឃរេខោកោដៅមិនដឹងជាចង់ទៅណាធ្វើឲ្យឆោមល្អអស់សំណើចញញឹមទាំងមិនដឹងខ្លួនខូចថ្ពាល់ទាំងគូបង្កប់ជាមួយស្នាមញញឹមសែនស្រស់ធ្វើឲ្យមេឃខំសម្លឹងឥតដាក់ភ្នែកហាក់ចង់ថតទុកស្នាមញញឹមមួយនេះនៅក្នុងការចងចាំរហូតទៅថាគ្រាចៃដន្យមួយអ្នកបានជួបនឹងទេពធីតាសមុទ្រនិមិត្តកាយមកនៅបង្កើយក្បែរខ្លួនអ្នកប្រៀបដូចដួងចន្ទ្រាប្រកាសកាយមកបំភ្លឺផ្ទៃមេឃអនាថាធ្វើឲ្យអ្នកចងចាំស្នាមញញឹមដ៏ទន់ភ្លន់នេះគ្មានថ្ងៃបំភ្លេចបានកាយល្វត់ល្វន់នេះអ្នកធ្លាប់បានបីត្រកងបានអបថ្នមពេញរង្វង់ដៃនាងជានារីដំបងដែលអាចធ្វើឲ្យបេះដូងអ្នកលោតខុសចង្វាក់សែនស្ដាយបើនាងជាដួងចន្ទ្រាពិតមែននៅពេលមេឃភ្លឺច្បាស់ចន្ទ្រានឹងយាងចាក់ចោលផ្ទៃមេឃពេលវេលានោះគឺនឹងមកដល់ក្នុងពេលបន្តិចទៀតនេះព្រោះទុករបស់អ្នកចិត្តមកដល់កំពង់អូឈើទាលបាត់ទៅហើយមិនក៏លឿនយ៉ាងហ្នឹងណោះមេឃរអ៊ូតាច់ម្នាក់ឯងនៅកំពង់ទូកបរោះម្នាក់ស្ថិតក្នុងឯកសន្តាននេះទីហ៊ានជើងទឹកកំពុងបើកអបអរចេញពីកំពង់ទូកដោយទឹកមកខ្វល់ខ្វាយអន្តរសានៅមាននារីម្នាក់អង្គុយក្បែរគ្នាជានារីវ័យក្មេងអាយុប្រហែល20ឆ្នាំមេឃមិនបានចាប់អារម្មណ៍ជាមួយពួកគេទេព្រោះរវល់ចូលចតទូកអូបោះចេញឆ្ងាយពីកំពង់អូឈើទាលបន្តិចហើយទៅទូករបស់មេឃមកដល់ពួកគេជ្រុះផ្លូវគ្នាប៉ុន្តែនារីដែលនៅលើអូបោក្រឡេកឃើញចន្ទ្រានៅលើទូករបស់មេឃពីចម្ងាយនាងបើកភ្នែកធំស្រែកដោយត្រេកអរបងភពនោះបងស្រីនៅលើតុកនោះណោ